អ្នកនរគ្នាស្គាល់ Qualify អត់ខ្ញុំទៅតែវាសាកល្បងហើយថ្ងៃនេះខ្ញុំមកផ្ដល់ feedback ពីវាស្ដាប់និយាយទៅ Qualify គឺវា cool ដូចឈ្មោះអញ្ចឹងប៉ុន្តែវាមិនស័ក្តិសមសម្រាប់ server ដែលមាន resource ទូទេហេតុអីព្រោះពេលយើង install វាគឺវា install នៅ Laravel app របស់វាមកជាមួយផងដែរហើយវាដើរតួជា controller អញ្ចឹងគ្រាន់តែឡើងភ្លាមវាស៊ី RAM អស់ជាង500 MB ហើយព្រមទាំងទាញយក CPU យើងផងដែរជាក់ស្ដែងថ្មីនេះខ្ញុំបានរៀបចំ deploy website សលេង SRT របស់ខ្ញុំទៅកាន់ VPS មួយដែលមាន CPU 4 core ហើយនិង RAM 8GB តាមឡើយ app របស់ខ្ញុំគ្រាន់តែជា Telegram bot ធម្មតាដែលវាសរសេរជា Python ហើយយើងប្រើប្រាស់នៅ pooling method អញ្ចឹងយើងអត់ត្រូវការថាជា webhook អីទេដល់ពេលខ្ញុំ scale វាទៅជា website ខ្ញុំក៏សម្រេចចិត្តសាកប្រើ Qualify នឹងឯងដើម្បីរៀបចំ CI/CD ប៉ុន្តែបញ្ហាធំបំផុតដែលខ្ញុំជួបប្រទះនៅពេលដែលខ្ញុំប្រើ Qualify គឺវាធ្វើការវានៅ Docker Image យូរមែនតើបាទរហូតដល់20នាទីចឹងគ្រាន់តែវាហើយវាបាច់ជាកាំងម៉ាស៊ីន server យើងហើយវាទៅមុខអត់រួចទេអញ្ចឹង resource ទាំងប្រហែលដែលខ្ញុំបាន describe ពីលើហ្នឹងគឺវាទាញទៅទាំងអស់ហ្មងហើយបើសិនជាយើងបៀនៅ Docker Image ហ្នឹងនៅពេលដែលមាន user ប្រើអាចនឹង website យើងអាច down តែម្ដងហើយនេះជាកំហុសទូទៅដែលយើងមិនគួរយក production server មកធ្វើជាការងារដូច CI/CD ធ្ងន់បែបនេះទេអញ្ចឹងតើខ្ញុំដោះស្រាយវាយ៉ាងម៉េចដំណោះស្រាយហ្នឹងគឺស្រួលទេបងប្អូនគឺយើងលុបអា qualifying ចោលម្ដងអញ្ចឹងខ្ញុំសម្រេចចិត្ត reset server តែម្ដងហើយខ្ញុំបដូរមក set up គ្រប់យ៉ាងជា native ហើយយើងហៅថា bare metal ហើយអាហ្នឹងយើង install ឆៅហ្មងណាអញ្ចឹងយើង install Nginx MySQL Redis នៅលើ Ubuntu server ហើយការធ្វើបែបនេះដើម្បីយើងកាត់បន្ថយនៅ overhead របស់ Docker យើងបានមួយកម្រិតផងដែរហើយយើងអាចប្រើប្រាស់នៅ full performance របស់ server យើងតែម្ដងមួយវិញទៀតរបស់ដែលមិនអាចខ្វះបានសម្រាប់ production ហ្នឹងគឺសុវត្ថិភាពបាទខ្ញុំមិនចង់ឲ្យ user របស់ខ្ញុំគាត់ទៅទាយថាអូ IP ប្រហែលនេះប្រហែលទេណាគេមកតនី DDoS website ដាក់ date ចប់បណ្ដោយអញ្ចឹងខ្ញុំក៏បានប្រើប្រាស់ Cloudflare ដាក់នៅពីមុខ Nginx ដើម្បីជាខែការពារបាទហើយ Cloudflare មើលមិនធម្មតាជួយលាក់ IP ពិតរបស់យើងទេវាដើរជួយជាខែដ៏សំខាន់ដើម្បីការពារពួកអាចចែមដែលមកវាយប្រហារ DDoS website យើងហ្នឹងហ្នឹងហើយចូលមកដល់រឿងកូដវិញខ្ញុំក៏បាន rewrite កូដខ្ញុំពី Python មកជា Laravel ដែរអញ្ចឹងយើងដូរពីការប្រើប្រាស់ pooling យើងមកប្រើជា webhook វិញដោយសារអី webhook វាអាច handle user បានច្រើនជាង pooling វាអាចបានត្រឹម60 message per second ទេបើ webhook យើងអាចធ្វើការបានច្រើនថារាប់ម៉ឺន request ឲ្យមកក្នុង server អញ្ចឹងណាអញ្ចឹង webhook វាចាំតែទទួល request ពេលមាន active ពី user តែប៉ុណ្ណោះអញ្ចឹងវាមិនសមចៃ resource បានច្រើនមែនតើប៉ុន្តែខ្ញុំមិនបោះបង់នៅ Python របស់ខ្ញុំទេអញ្ចឹងខ្ញុំក៏ migrate វាទៅជា Python worker ហើយយើងហុសវានៅលើ server ដូចគ្នាអញ្ចឹងការងារធ្ងន់ដូចជា transcribe audio alignment និង generate SRT ហ្នឹងគឺវាអ្នកធ្វើការទាំងអស់អញ្ចឹងដើម្បីឲ្យវាងាយស្រួលគឺយើងធ្វើការតាម queue របស់ Laravel តែម្ដងចំណុចចុងក្រោយហ្នឹងគឺមិនអាចខ្វះបានបាទគឺ data បាទយើងអាចឲ្យអ្នកចាស់ហ្នឹងមកប្រើដោយអត់មាន data របស់គាត់ទេអញ្ចឹងចំណុចចុងក្រោយហ្នឹងគឺខ្ញុំធ្វើការ migrate data ពី bot ចាស់មក website ថ្មីដោយសារតែយើងមាន data តន័យនៅក្នុង server ផងដែរអញ្ចឹងមុននឹងយើងធ្វើការ migrate ហ្នឹងគឺយើងត្រូវការ design database schema អីឲ្យត្រូវជាមួយនឹងចាស់ដែរដើម្បីឲ្យវា import មកយើងធ្វើ data mapping ដើម្បីឲ្យវាស្គាល់ history ដូចជា user អីចឹងហ្នឹងហើយអញ្ចឹងយើងអាចឲ្យគាត់ link ជាមួយនឹង Google account ឬក៏ Telegram ហ្នឹងសាច់តែចិត្តគាត់ព្រោះយើងធ្វើការ design នៅ schema ហ្នឹងរួចរាល់ជារួមការរៀបចំ architecture បែបនេះគឺវាដើម្បី balance រវាង performance និង resource របស់យើងនៅលើ server អញ្ចឹងបើសិនជាយើងមានតិចយើងធ្វើតាមតិចទៅធ្វើដូចខ្ញុំទៅវាលឿនហើយវារហ័សទៀតមិនប្រកាសថាគ្រប់យ៉ាងនឹងត្រូវតែប្រើ tool ប្រើ Docker អីទៅល្អទេពេលខ្លះ native វាដើរលឿនខ្ញុំស្រឡាញ់ native មែនតើហើយវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេចុះអ្នកនរគ្នាវិញបើមានបញ្ហាជាមួយការ build Docker លុបចោលទៅអូច្រឡំហ្នឹងហើយបើអត់មានបញ្ហាទេសូមជួយចុច follow page ហើយ like share វីដេអូនេះម្នាក់មួយផងអូខេសង្ឃឹមថាវីដេអូនេះនឹងជួយផ្ដល់នៅ idea ដល់ឲ្យអ្នកដែលចង់ធ្វើការ deploy អីចឹងអូខេបាយបាយ